ជំរាបសួរសួស្តីប្រិយមិត្តទាំងឡាយទាំងចិត្តទាំងឆ្ងាយទាំងថ្មីទាំងចាស់ជួបជាមួយនាងខ្ញុំម្ដងទៀតហើយចាអេដមីនថានីថ្ងៃនេះអេដមីនបាននាំយកនៅទស្សនីយភាពដែលប្លែកភ្នែកប្លែកអារម្មណ៍គឺមានភ្ញៀវកិត្តិយសម្នាក់បានចូលរួមនិយាយរឿងជាមួយអេដមីនតោះបើចង់ដឹងថាជានរណា Say hello ទៅគាត់ទាំងអស់គ្នាសួស្តី MK សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ MK Studio ហើយក៏បានសួស្តីដល់កាន់ម្ចាស់ channel ថៃនេះនិមលផងដែរអរគុណច្រើនដែលបានសរសេរ script ឲ្យខ្ញុំច្រើនឲ្យសម្រាយជាមួយមានអារម្មណ៍មិនដែរមកនិយាយរឿងជាមួយខ្ញុំនៅថ្ងៃនេះមានអារម្មណ៍ថាសប្បាយរីករាយពុះ control ខុសធម្មតាព្រោះថាបានចូល channel idol ខ្ញុំ fan មួយថ្ងៃយូរហើយបងថៃនេះនិមលអញ្ចឹងឥឡូវបានធ្វើមួយ idol មានអារម្មណ៍ថាសប្បាយតែម្ដងអូខេអញ្ចឹងកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងមកទស្សនាទាំងអស់គ្នាដើមដំបូងនៃសាច់រឿងគឺស្ថិតនៅក្នុងឆ្នាំ1995គឺបានបង្ហាញពីគ្រួសារមួយបើយើងមើលតាមពីរូបរាងខាងក្រៅគឺមិនសមជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនោះទេភ្លៀងសើមឡើងជោគជើងសុទ្ធតែផុកដូច្នេះហើយបានជាអ្នកទទួលភ្ញៀវនៅសន្តាគារនោះមិនបានគោរពឬក៏សួរនាំអ្វីច្រើននោះទេហើយអ្វីដែលចង់ដាក់អបិយទទួលភ្ញៀវម្ដាយគឺពេលដែលស្ត្រីនោះសួររកបន្ទប់ដែលនាងបានកក់មកគេធ្វើចរិតក៏ធ្វើដូចអត់ខ្វល់ហ្មងណាហើយពេលនោះមេការគេក៏ចេញមុខមកហើយនិយាយថាបន្ទប់នៅទីនេះត្រូវបានគេកក់ពេញអស់ហើយដល់អញ្ចឹងដូចចង់ខឹងដែរចង់មើលងាយស្ត្រីនោះក៏បានសុំទូរស័ព្ទពួកគេនិយាយបន្តិចអត់ឲ្យទៀតគាត់ក៏បានចេញទៅនិយាយទូរស័ព្ទនៅខាងក្រៅទាំងភ្លៀងកំពុងតែបង្អស់ចុះមកហើយក៏បានត្រឡប់មកសន្តាគារនេះវិញម្ដងទៀតអបិមេការនោះធ្វើចរិតឡើងធ្វើឯងចេញមកខាត់ហើយនិយាយថាសំទោសអ្នកស្រីបើអ្នកស្រីមិនត្រឡប់ចេញទៅវិញទេខ្ញុំនឹងប្តឹងប៉ូលីសស្រាប់តែពេលនោះគាត់បានឃើញចៅហ្វាយខ្លួនមកស្និទ្ធស្នាលជាមួយស្ត្រីនោះតាមពិតស្ត្រីនោះគឺជាអ្នកមានស្ដុកស្ដំនៅប្រទេសសង្ហបុរីហើយគាត់បានលក់សន្តាគារនេះឲ្យទៅស្ត្រីនេះឯងអន់ចង់នៅប៉ុណ្ណឹងបន្ទាប់មកសាច់រឿងក៏បានកាត់មកឆ្នាំ2018ហើយក៏បានបង្ហាញពីនារីដ៏ស្រស់ស្អាតម្នាក់ដែលជាតួស្រីយើងតែម្ដងនាងមានឈ្មោះថា Rachel ជាកូនកាត់ចិនអាមេរិកនាងជា professor ខាងផ្នែកសេដ្ឋកិច្ចឯបុរសសង្ហាម្នាក់នេះគឺមានឈ្មោះថា Nick ជាសង្សាររបស់នាងពេលនោះគាត់មានបំណងចង់ឲ្យមិត្តស្រីខ្លួនទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិគាត់នៅប្រទេសសង្ហបុរីហើយក៏ចង់បបួលនាងទៅជួបម្ដាយរបស់គាត់ដែរពេលនោះមាននារីម្នាក់គ្រាន់តែក្រឡេកឃើញ Nick នាងក៏ធ្វើដូចជាថត selfie អីណាតាមពិតលួចថតរូបគេហើយយកទៅនិយាយដើមឡើងពេញ social media និយាយទៅប្រព័ន្ធ social media ហ្នឹងលឿនហ្មងណាតាមមួយ platform ព័ត៌មាននេះផ្សាយសឹងតែពេញផ្ទៃប្រទេសហើយក៏បានដឹងទៅដល់ម្ដាយរបស់គាត់គឺអ្នកស្រីអេឡាណូតាមពិត Nick គឺជាកូនអ្នកមានកូនសេដ្ឋីហ្មងហ្នឹងណាចាំអត់គឺអ្នកស្រីហ្នឹងឯងដែលយើងបានឃើញការចេញវគ្គដំបូងអញ្ចឹងតើបានជាម្នាក់ស្រីហ្នឹងខំថត selfie ហើយយកទៅផ្សព្វផ្សាយឡើងពេញ social media ពេលនោះម្ដាយរបស់ Nick ក៏បានទូរស័ព្ទទៅសួរកូនគាត់ភ្លាមតែម្ដងថាវាជាការពិតអត់ដែល Nick មកលេងផ្ទះលើកនេះនឹងនាំសង្សារខ្លួនមកជាមួយ Nick ដល់ពេលឮសូរអញ្ចឹងចង់ភាំងដែរតំតានិយាយគ្នាជាមួយសង្សារខ្លួនអមាញ់មិញសោះហើយព័ត៌មានហ្នឹងអីក៏ដឹងលឿនម្ល៉េះកប់សេរីហ្មងគួរឲ្យខ្លាចមែនរ៉ាឆែលក៏បានទៅរៀបចំសម្លៀកបំពាក់នឹងជាមួយម៉ាក់របស់នាងដើម្បីចូលរួមមង្គលការមិត្តភក្តិរបស់ boyfriend ខ្លួនក៏ដូចជាទៅជួបម៉ាក់និងអាម៉ារបស់ boyfriend ខ្លួនផងដែរលុះដល់ថ្ងៃចេញដំណើរហ្នឹង Nick បានកក់កន្លែងអង្គុយ fur ខ្លះទៀតធ្វើឲ្យរ៉ាឆែលហ្នឹងមិនចង់ជឿសោះដោយគេគាត់ថាច្រឡំមិនដឹងនិយាយទៅល្អដែរតើស្រឡាញ់គ្នាយូរដែរហើយតែមិនដែលសួរនាំគ្នារឿងមានក្រអីទេសំខាន់ Nick មិនដែលគិតថាខ្លួនគេហ្នឹងគឺជាកូនអ្នកមានព្រោះម៉ាក់ប៉ាគេតើជាអ្នកមានមិនមែនគេផងហ្នឹងហើយ Rachel ក៏បានដឹងថា Nick ហ្នឹងគឺជាកូនអ្នកមានម្នាក់នៅពេលនេះឯងដឹងត្រឹមថាជាអ្នកមានធម្មតាអីចឹងមិនបានគិតថា Nick ហ្នឹងគឺជាកូនសេដ្ឋីអីធំដុំនោះទេនៅពេលដែលគេយប់ហ្នឹងគេមានកាវគេយប់ឲ្យផ្លាស់ទៀតនៅក្នុងបន្ទប់ private របស់ពួកគេហ្នឹងឡើងហើយខ្លាំងហ្មងណាហើយដល់វគ្គនេះអ្នកនរគ្នាគួរយល់ហើយថាពួកគេនឹងធ្វើអ្វីបន្តនៅថ្ងៃដែលពួកគេបានទៅដល់ហ្នឹងមិត្តភក្តិរបស់ Nick ដែលជិតរៀបការហ្នឹងបានមកទទួលពួកគេហើយយប់ឡើងហ្នឹងពួកហ្នឹងក៏បានទៅញ៉ាំអីនៅកន្លែងសាមញ្ញស្លៀកពាក់សាមញ្ញអីចឹងទៅអ្នកមានមែនតែចរិតគួរឲ្យស្រឡាញ់អត់មានតម្លើងរឹកអីមិនបន្តិចសោះហ្មងលុះព្រឹកឡើងហ្នឹង Rachel ក៏បានទៅលេងផ្ទះមិត្តភក្តិជិតស្និទ្ធរបស់នាងគឺ Peglin ដែលគ្រួសារគេហ្នឹងក៏ជាអ្នកមានគ្រាន់បើម្នាក់ដែរហើយដល់ពេលញ៉ាំអាហារជុំគ្នាហ្នឹង Rachel ក៏បានប្រាប់ពួកគេថានាងមកសង្ហបុរីនេះហ្នឹងគឺដើម្បីចូលរួមមង្គលការរបស់មិត្តភក្តិ boyfriend ខ្លួនពួកគេក៏សួរថា boyfriend នាងឈ្មោះអីគេដែរគេលោពួកគេស្គាល់អីចឹងទៅនាងក៏បានឆ្លើយថាឈ្មោះ Nick
គ្រាន់តែលឺឈ្មោះនេះភ្លាមហ្នឹងធ្វើឲ្យអ្នកគ្រប់គ្នានៅក្នុងតុអាហារហ្នឹងភ្ញាក់ផ្អើលតែម្ដងព្រោះថាពីណាដែលមិនស្គាល់គ្រួសាររបស់និកនៅសង្ហបុរីនេះព្រោះគ្រួសារគេហ្នឹងគឺជាអ្នកមានកម្ពូលហ្មង Peggy ហ្នឹងក៏បានឲ្យ Rachel ហ្នឹងដូររ៉ូបហ្នឹងចេញទៅមិនឲ្យស្លៀករ៉ូបក្រហមអញ្ចឹងទេព្រោះវាហ្នឹងមិន fashion មិនសមនឹងកម្មវិធីរបស់តកូនអ្នកមានស្ដុកស្ដំឡើយឲ្យខ្ចីមួយសែតហ្មងទាំងរ៉ូបស្បែកជើងនិងកាបូបហើយក៏បានជូន Rachel ហ្នឹងទៅផងដែរពេលដែលទៅដល់គឺថាផ្ទះរបស់គេធំមែនតែនហើយស្រស់ស្អាតខ្លាំងណាស់ពិបាកនឹងពណ៌នាប្រាប់មែនតែនហ្មងហើយភ្ញៀវដែលចូលរួមកម្មវិធីជប់លៀងនៅផ្ទះនេះគឺច្រើនខ្លាំងតែម្ដងនេះក៏បានណែនាំ Rachel ទៅឲ្យម្ដាយខ្លួនបានស្គាល់ Rachel ក៏បានហក់អោបម្ដាយនេះតាមស្ទាយពួកអឺរ៉ុបអីអញ្ចឹងម្ដាយនេះដូចរៀង surprise ដែរតែគាត់ក៏មិនថាអីដែរគាត់បានសួរនាំពីម្ដាយឪពុក Rachel ភ្លាមតែម្ដង Rachel ក៏រៀបរាប់ប្រាប់ថាឪពុកនាងបានស្លាប់បាត់ទៅហើយអញ្ចឹងម្ដាយនាងជាស្ត្រីមេម៉ាយខំប្រឹងចិញ្ចឹមបីបាច់កូនឲ្យរៀនសូត្ររហូតដល់នាងបញ្ចប់ការសិក្សាក្លាយជា professor អញ្ចឹងឯងពេលនោះសំឡេងកណ្ដឹងក៏បានរន់លឺដែលបញ្ជាក់ថាដល់ម៉ោងអាហារពេលល្ងាចហើយពួកគេក៏បានចេញមកមុនព្រោះម៉ាក់នេះត្រូវមើលការខុសត្រូវក្នុងផ្ទះបាយបន្តនេះក៏បានណែនាំ Rachel ទៅឲ្យប្អូនស្រីខ្លួនបានស្គាល់ដែលនាងមានឈ្មោះថា Astrid រួមទាំងប្អូនថ្លៃគេទៀតផងបន្ទាប់មកនេះក៏បានណែនាំ Rachel ឲ្យបានស្គាល់មីងរបស់គេពី3នាក់ថែមទៀតផងក្រឡេកមកមើល Astrid ប្អូនស្រីនេះបន្តិចនាងបានយកនំដែលប្តីខ្លួនចូលចិត្តទៅឲ្យគេចៃដន្យភ្លេចយកសងមកឲ្យប្តីនាងក៏បានដើរទៅយកពេលនោះទូរស័ព្ទប្តីរបស់នាងក៏បានរោពេលនាងបើកមើលក៏ឃើញមនុស្សស្រីផ្ញើសារមកគេថាក្រែអូណាឡើងទៅទេស្អាតពេលគ្មានបងនៅបែបនេះ Astrid ក៏បានដឹងភ្លាមតែម្ដងថាប្តីខ្លួនលួចមានស្រីឃើញអត់មិនប្រកាសថាអ្នកមានក្តីសុខនោះទេងាកមកមើល Rachel វិញកំពុងនិយាយគ្នាជាមួយនេះនឹងស្រាប់តែភ្លេចខ្លួនថាដៃខ្លួនឯងហ្នឹងគឺកាន់កែវស្រារបៀបថាយកដៃហ្នឹងទៅវាយទ្រង់សង្សារអញ្ចឹងណាក៏បានធ្វើឲ្យស្រាក្រហមហ្នឹងប្រឡាក់អាវសរបស់និកដូច្នេះហ្នឹងនិកហ្នឹងក៏បានឲ្យ Rachel នៅជាមួយបងប្អូនចដូនមួយរបស់គេមកផ្លែសិនទៅគេសុំទៅដូរកៅអៅផ្លែសិនពេលនោះ Peggy ហ្នឹងក៏បានមកដល់ដែរនិយាយអញ្ចឹងបងប្អូនចដូនមួយនិកម្នាក់នេះមានឈ្មោះថា Oliver ហៅថា Oli ទៅស្រួលហៅជាងគេបានសរសើរពីរ៉ូបរបស់ Rachel ហើយ Peggy ក៏និយាយកាត់ថាគឺនាងជាអ្នករើសឲ្យស្លៀកមើលទៅអាគាត់នឹងចរិតរបៀបខ្ទើយហើយនិយាយត្រូវគ្នាតែម្ដងជាមួយ Peggy អារឿង fashion អីចឹង Oli ក៏បានប្រាប់ពួកគេថាគេជាបងប្អូនដែលក្រជាងគ្រួសារផ្សេងទៀតតែពេលដែលក្រកូលពួកគេចង់បានត្រីខយពីជប៉ុនឬក៏ស្ករដែលកម្រនៅស្រុកខ្មែរអញ្ចឹងគឺគេអាចរកទិញឲ្យពួកគេបាននិយាយមកឡើងលយមកថាខ្លួនឯងក្រតែរបស់ដែលគេទិញមិញហ្នឹងមិនមែនថោកមរៀលទេណាសម្រាប់យើងអាប៉ែហ្នឹងគឺអ្នកមានហើយអ្នកមានគេមិនដែលអួតខ្លួនថាអ្នកមានទេរីឯនិកវិញពេលដែលចូលទៅដូរកៅអៅនៅក្នុងបន្ទប់គេហ្នឹងម៉ាក់គេហ្នឹងក៏បានជួយចូលមករៀបចំឲ្យដែរអ្វីត្បិតនឹកខានមកលេងផ្ទះយូរហើយតែបន្ទប់របស់គេហ្នឹងត្រូវបានរៀបចំនៅស្អាតដដែលម៉ាក់គេហ្នឹងក៏បានឆ្លៀតនិយាយអូកាឡាឲ្យនិកហ្នឹងត្រឡប់មករស់នៅផ្ទះរបស់គេវិញដែរតែនិកហ្នឹងនិយាយថាមិនទាន់ដល់ពេលទេម៉ាក់មកអ្នកទាំងអស់គ្នាយើងមកមើលផ្កាថែនហួរវិញដល់ម៉ោងដែលវារីកស្អាតហើយផ្កាហ្នឹងរីកតែពេលយប់ទេ Oli Rachel និង Peggy ហ្នឹងក៏បានមកមើលដែរហើយមួយមើលទៅដូចជាចំណែននឹង Rachel ហ្មងមិនចំណែនគេមិននាងជាសង្សារនិកហើយនិកហ្នឹងគឺជាកូនប្រុសច្បងតកូសេដ្ឋីទៀតអញ្ចឹងគាត់ត្រូវទទួលគេមរតកបានច្រើនពេលនោះអាម៉ារបស់និកហ្នឹងក៏បានមកមើលផ្កាហ្នឹងដែរហើយគាត់ក៏បានជួបចៅប្រុសសំណប់ចិត្តគាត់រួចនិកហ្នឹងក៏បានណែនាំ Rachel ហ្នឹងឲ្យអាម៉ាស្គាល់ហើយពេលនោះម៉ាក់និកមើលទៅដូចអត់សូវពេញចិត្តសោះនៅពេលដែលឃើញអាម៉ាហ្នឹងចូលចិត្ត Rachel អញ្ចឹងណាលុះដល់ស្អែកឡើង Rachel ហើយនឹងនិកបានទៅពិធីជប់លៀងលាភាពនៅលីវរបស់មិត្តភក្តិនិកដែលខាងស្រីមានឈ្មោះថាអារ៉ាមីតាពេលនេះនិកហើយនឹង Rachel ក៏ត្រូវទៅជប់លៀងបាយកន្លែងគ្នាដោយសារតែប្រុសទៅខាងប្រុសហើយស្រីទៅខាងស្រីដោយខាងប្រុសនោះពួកគេបានទៅជប់លៀងនៅកណ្ដាលសមុទ្រលើកប៉ាល់ដ៏ធំមួយអ្នកមានណាធ្វើអីក៏សមដែរឯខាងស្រីគឺអារ៉ាមីតាបាននាំពួកគេទៅលេងកោះស៊ូម៉ាត្រាគឺថាកក់មកកោះនឹងដាច់តែម្ដងកប់សេរីហើយនាងថែមទាំងចាយសម្លៀកបំពាក់ fashion free តែឲ្យស្រីដែលនាងបាននាំមកទៀតផងសួរថាសាហាវអត់ស្រីនាំគ្នាតារាមគ្នារើសឡើងពេញនឹងតែម្ដងព្រោះការរើសនេះគឺកំណត់តែប្រហែលនាទីប៉ុណ្ណោះមានតែ Rachel ហើយនិង Amanda ទេដែលឈរនៅលេងឡង់តែពីរនាក់ហ្នឹងព្រោះឃើញស្រីអ្នកមានទាំងនោះជ្រួលជ្រើមពេកហើយក្រោយមកពួកគេក៏បាននាំគ្នាទៅម៉ាស្សាធ្វើសរសៃចំអ្នកធ្វើសរសៃគេសុទ្ធតែប្រុសទាំងអស់ហើយមៀតវិញឡើងធំអាមែនដាមើលដំបងស្មានតែជាមនុស្សល្អម៉ែអើយសំដែងសោះពេលកំពុងតែម៉ាសាហ្នឹងអាមែនដានិយាយឡើងមុខស្មើតែដឹងតែកុហកហ្មងនិយាយសុទ្ធតែថាម្ដាយនិកចង់ផ្សំផ្គុំនិកហើយនឹងខ្លួនឲ្យរៀបការតាំងពីយូរហើយគ្រាន់តែពួកគេមិនទាន់រៀបចំខ្លួនរួចរាល់តែប៉ុណ្ណោះ
ហើយឋានៈតូចទាបដោយរ៉ាឆែលអញ្ចឹងគ្មានសង្ឃឹមទេហើយក៏និយាយទៀតថាសរសើររ៉ាឆែលឯងហ្មងខំមកតាំងពីណាពីណីមកជួបគ្រួសារទាំងមូលរបស់និកទាំងដែលម៉ាក់និកមិនបានពេញចិត្តរ៉ាឆែលឯងសោះមកនិយាយអញ្ចឹងណាធំបានរ៉ាឆែលក៏ងើបចេញភ្លាមតែម្ដងអាមែនដាក៏ចាប់ប្រតិបត្តិការឲ្យគ្នាគេធ្វើបាបរ៉ាឆែលបន្តឯរ៉ាឆែលពេលដើរចេញមកក្រៅក៏បានជួបនឹងអាស្ទ្រីតប្អូនស្រីរបស់និកពួកគេក៏បានចូលបន្ទប់របស់រ៉ាឆែលពួកស្រីទាំងនោះអាក្រក់ហ្មងយកសាកសពត្រីងាប់ទៅដាក់នៅលើពូករបស់រ៉ាឆែលហើយថែមទាំងសរសេរថារ៉ាឆែលជាស្រីលក់ខ្លួនទៀតតែរ៉ាឆែលទប់អារម្មណ៍ជាប់ខ្ជិលខ្វល់ងាកទៅមើលនិកវិញគេបានមកនៅស្ងៀមស្ងាត់តែ2នាក់មិត្តរបស់គេគឺកូលីនពេលនោះនិកនឹងបានបង្ហាញចិញ្ចៀនទៅកូលីនមិនមែនសុំកូលីនរៀបការណាកុំច្រឡំគឺចង់បង្ហាញថាគេនឹងសុំរ៉ាឆែលរៀបការហើយកូលីននឹងសប្បាយចិត្តអជំនួសតែគេនឹងក៏បានរំលឹកផងដែរថានិកគឺជាកូនប្រុសច្បងក្នុងគ្រួសារអញ្ចឹងគឺគេជាអ្នកទទួលស្នងមរតកហើយត្រូវមករស់នៅសង្ហបុរីវិញព្រោះជាប្រពៃណីរបស់ស្រុកសង្ហបុរីអីអញ្ចឹងទៅឯរ៉ាឆែលនាងកំពុងតែសប្បាយនឹងអាជីពរបស់នាងនឹងនៅទីក្រុងញូវយ៉កមើលទៅវាដូចជាពិបាកសម្រាប់និកដែរមិនដឹងថានាងនឹងព្រមមករស់នៅសង្ហបុរីឬក៏អត់ទេកុំគិតច្រើនតោះទៅមើលរ៉ាឆែលនិងអាស្ទ្រីតពួកគេនឹងកំពុងតែលួងលោមគ្នាទៅវិញទៅមកតែ2នាក់ហ្នឹងឯស្រីផ្សេងទៀតនឹងនាំគ្នារាំយ៉ាងសប្បាយនៅឯម្ខាងទៀតរ៉ាឆែលក៏បានដឹងផងដែរថាប្តីរបស់អាស្ទ្រីតនឹងលួចមានស្រីលុះដល់ស្អែកឡើងនឹងចាប់កម្មវិធីជប់លៀងអីអស់នឹងនិកក៏បានទៅនិយាយលួងរ៉ាឆែលនឹងក៏បានប្រាប់គេគ្រប់យ៉ាងនៅរឿងដែលកើតឡើងកាលពីម្សិលមិញហ្នឹងឲ្យនិកបានដឹងគេក៏បានសុំទោសដែរដែលមិនបាននៅក្បែរនាងហើយថែមទាំងនិយាយថារ៉ាឆែលនឹងគឺជាមនុស្សស្រីតែម្នាក់ដែលខុសពីស្រីផ្សេងទៀតដែលគេនឹងបានធំធាត់មកជាមួយគ្នានាងមិនដែលខ្វល់ពីរឿងមានក្រអ្វីទេហើយគេសប្បាយចិត្តណាស់នៅពេលដែលនៅក្បែរនាងរ៉ាឆែលញញឹមវិញហើយបានន័យថានិកនឹងលួងបានសម្រេចហើយនិកក៏បាននាំរ៉ាឆែលទៅលេងផ្ទះខ្លួនម្ដងទៀតជាលក្ខណៈបែបគ្រួសារគេតែម្ដងពួកគេនឹងក៏បានធ្វើឌីមសាំញ៉ាំជាមួយគ្នារួមជាមួយនឹងសមាជិកគ្រួសារផ្សេងទៀតផងដែរហើយនិយាយគ្នាលេងជុំគ្នាអញ្ចឹងណាមើលទៅនឹងដូចជាមានសេចក្តីសុខដល់ហើយពេលនោះរ៉ាឆែលក៏បានសរសើរចិញ្ចៀនដែលម៉ារបស់និកពាក់គាត់ក៏បានប្រាប់ថាចិញ្ចៀនដែលប្តីគាត់នឹងបានសុំគាត់រៀបការហើយនិយាយលក្ខណៈឌឺដងឲ្យរ៉ាឆែលថាអរគុណដែលចូលចិត្តគ្រួសារពួកយើងជាមួយនឹងការធ្វើឌីមសាំនេះហើយទាំងអស់នេះគឺដោយសារពួកយើងយកគ្រួសារជាធំមិនមែនចេះតែបណ្ដោយខ្លួនតាមអារម្មណ៍ចំណងមួយផ្លែតនោះទេនិយាយទៅជាប៉ែកនឹងចង់ថាកូនប្រុសរបស់គាត់នឹងទុកគ្រួសារជាធំដែរអញ្ចឹងណាអញ្ចឹងបើគ្រួសារមិនពេញចិត្តរ៉ាឆែលទេនឹងនិកនឹងប្រកាសជាសុំរ៉ាឆែលនឹងបែកតែម្ដងឬហើយនឹងចុកឈាមតែម្ដងណាបាទសំណាងល្អអាម៉ារបស់និកនឹងក៏បានមកដល់ពួកគេទាំងអស់គ្នានឹងក៏ងើបទទួលអាម៉ាមើលទៅដូចជាពេញចិត្តរ៉ាឆែលដល់ហើយគាត់ថាតម្រង់ច្រមុះរ៉ាឆែលនឹងមើលទៅមានរាសីហ្មងណាកាលឃើញពីយប់មើលអត់សូវច្បាស់ដល់ឃើញពេលថ្ងៃអញ្ចឹងល្អគុណតែម្ដងបានមួយសន្ទុះរ៉ាឆែលចង់ទៅបន្ទប់ទឹកតែផ្ទះនេះធំពេកនាងក៏វង្វេងហើយចៃដន្យម៉ាក់របស់និកបានមកឃើញនាងល្មមគាត់ក៏បានប្រាប់រ៉ាឆែលការពិតថាតាមប្រពៃណីគ្រួសារប៉ារបស់និកត្រូវយកចិញ្ចៀនរបស់អាម៉ាមកសុំគាត់រៀបការតែគាត់មិនមែនជាជំរឿនដំបូងរបស់អាម៉ាទេសូម្បីតែជំរឿទី2ក៏អត់ដែរដោយសារតែគ្រួសារគាត់មិនសូវមានមុខមានមាត់អីអញ្ចឹងហើយគាត់ក៏បន្លាយរ៉ាឆែលទៀតថាសម្រាប់រ៉ាឆែលគាត់គិតថានាងមិនមានភាពគ្រប់គ្រាន់សម្រាប់គ្រួសារមួយនេះទេគឺគាត់ចង់ប្រាប់រ៉ាឆែលថាអត់សមជាមួយនិកហ្នឹងណាគឺមិនសមខ្លាចជាប្រពន្ធល្អរបស់កូនគាត់អីអញ្ចឹងរួចហើយគាត់ក៏ដើរត្រឡប់ទៅវិញជាប៉ែកហ្នឹងមើងងាយគេហ្មងវាតម្លៃមនុស្សតែសម្បកក្រៅបែបចំណែនព្រោះឃើញអាម៉ាចូលចិត្តរ៉ាឆែលសរសើរពីរ៉ាឆែលហ្មងព្រោះខ្លួនឯងអាម៉ាអត់មានចូលចិត្តដល់ពេលអញ្ចឹងគ្រាន់តែចេញពីផ្ទះរបស់និករ៉ាឆែលក៏បានទៅអង្គុយទួញសោកប្រាក់មិត្តភ័ក្តិរបស់ខ្លួនព្រោះមិនហ៊ានប្រាប់និកឲ្យដឹងទេមានតែទៅពិភាក្សាជាមួយមិត្តរបស់ខ្លួនហ្នឹងរ៉ាឆែលមិនចង់ទៅចូលរួមមង្គលការមិត្តភ័ក្តិរបស់និកទេនៅយប់នេះព្រោះនាងមិនចង់មានរឿងហើយក៏មិនចង់ប្រឈមមុខជាមួយនឹងអនាគតម៉ែក្មេកដ៏សែនល្អនោះដែរផេកលីនក៏និយាយឡើងថាឯងធ្វើអញ្ចឹងបានន័យថាឯងខ្លាចគាត់ហើយមានអីត្រូវខ្លាចឯងឆ្លាតក៏ឆ្លាតស្អាតក៏ស្អាតហើយអាម៉ារបស់និកក៏ចូលចិត្តឯងទៀតរ៉ាឆែលក៏ចាប់ផ្ដើមយល់ចំណុចនេះហើយក៏មានទំនុកចិត្តឡើងវិញដូច្នេះរ៉ាឆែលក៏បានទៅត្រៀមឈុតខោអាវដ៏ប្លែកអស្ចារ្យជាងលើកមុនដោយមានជំនួយពីផេកលីនហើយនិងអូលីព្រោះគេពីរនាក់ហ្នឹងមានជំនាញអាខាង fashion ស្អីគេហ្នឹងហ្មងពួកគេទាំងពីរបានឲ្យរ៉ាឆែលលោសម្លៀកបំពាក់ជាច្រើនរហូតដល់ជ្រើសរើសបានមួយឈុតដែលវ៉ាវពិតជាស្រស់ស្អាតមែនតើនាងបានដើរលើកម្រាលព្រំក្រហមយ៉ាងជឿជាក់ហើយបានឃើញអាមែនដាដែលបានធ្វើបាបនាងកាលនៅលើកោះស៊ូម៉ាត្រានាងក៏បាននិយាយឌឺយ៉ាងសមត្រូវចិត្តអេដមីនហ្មងនាងនិយាយថាអាមែនដាឈប់បាំងផ្លូវខ្ញុំហើយក៏ដើរស្ទើរដែរនឹងបុកអាមែនដាតម្រង់ទៅពិធីខាងក្នុង
អាម៉ាស់មុខតិចអីអាមែនដាសូមបង្ហាញពីប្តីប្រពន្ធមួយគូនេះដែល Astrid បាននិយាយត្រង់ៗជាមួយប្តីខ្លួនតែម្ដងថានាងដឹងថាប្តីនាងលួចមានស្រីតែយ៉ាងណាក៏ចាំចាប់ពិធីមង្គលការនៅយប់នេះសិនចាំយើងដោះស្រាយជាមួយគ្នាទៅប្តីនាងអត់មានយល់ចិត្តថាប្រពន្ធខ្លួនខំទុកកិត្តិយសឲ្យប្តីប៉ុណ្ណាទេបែរជានិយាយថាមិនបានពេលដឹងអញ្ចឹងហើយប្រពន្ធខ្លួនណាបែរជានៅស្ងៀមអត់មានស្រែកស្ដីថាឲ្យខ្លួនហើយក៏អត់មានយំអីចឹងយីអត់មានយល់សោះហ្មងប្តីអញ្ចឹងបានតែលែងចោលទេហើយប្តី Astrid ក៏ចុះពីឡាននៅកណ្ដាលផ្លូវទៀតអូយដល់ពេលអញ្ចឹងអាណិត Astrid ដល់ហើយតោះយើងមកមើល Rachel វិញនាងបានដើរតម្រង់ទៅរកម្ដាយរបស់ Nick និយាយគួរសមអីចឹងណាម៉ាក់របស់ Nick ក៏អត់មានថាអីដែរតែគាត់ក៏បានប្រាប់នាងថាជួអង្គុយសម្រាប់គ្រួសារគាត់ណាគឺពេញអស់ហើយ Rachel អត់មានខ្វល់ទេហើយក៏បានបន្តដើរទៅមុខស្រាប់តែក្រឡេកឃើញម្ចាស់ស្ត្រីអ៊ីនឋានដែលមកចូលរួមពិធីអាពាហ៍ពិពាហ៍ដ៏កក្រឹកកក្រែងមួយនេះហើយដឹងអត់ថាម្ចាស់ស្ត្រីគឺកក់កន្លែងជួរមុខនឹងអង្គុយតែម្នាក់ឯងទេព្រោះអត់ចង់ឲ្យមានអ្នកមករញ៉េរញ៉ៃតែបែរជា Rachel អាចអង្គុយជាមួយម្ចាស់ស្ត្រីបានហើយនិយាយត្រូវគ្នាទៀតផងគ្រួសារខាងនេះឃើញអញ្ចឹងដូចអន់ចង់ដែរហ្នឹងជំនាញណាខាងរិះគន់គេហ្នឹងអ្នកមានអីចឹងខឺតណាមកដល់វាមកមើលកូនកំឡោះក្នុងពិធីនេះម្ដងភ័យអថ្ងៃពិសេសរបស់ខ្លួនផងបើអ្នកទាំងអស់គ្នាបានមើលរឿងពេញកន្លែងហ្នឹងដឹងតែបាសរួមខ្ញាក់ហ្មងមង្គលការនិយាយទៅឡើង perfect ហ្មងចង់ការដែរបរោយដល់ពេលអញ្ចឹងពេលនោះហ្នឹងទឹកក៏បានហូរសឹមមកជាមួយកូនកំមុំហ្នឹងធ្វើដំណើរមកយ៉ាងស្អាតនិយាយទៅដូចជារីសួរកូនកំឡោះរំភើបឡើងស្រក់ទឹកភ្នែករីឯ Nick វិញមិនសម្លឹងកូនកំមុំទេព្រោះគេពេលនេះ Rachel គឺស្អាតណាស់សម្រាប់គេនៅថ្ងៃហ្នឹងគេក៏បានធ្វើមាត់មហោទៅកាន់ Rachel ថា I love you ហើយ Rachel ហ្នឹងក៏បានតបថា I love you too ហើយឡើង sweet ម្លេះលោកព្រះកូនកំមុំកូនកំឡោះក្នុងពិធីនេះវិញមើលទៅក៏ sweet ដែររំភើបជំនួសហើយនេះម៉ែបើឃើញវីដេអូកូនណាកាយកូនមួយដែរមកនិយាយលេងហ្នឹងណាដល់យប់ឡើងហ្នឹងក៏មានពិធីរាំច្រៀងយ៉ាងកក្រឹកកក្រែងហើយមានគូស្នេហ៍មួយគូហ្នឹងនារីពាក់អាវលឿងរាំយ៉ាងស្រើបស្រាលអត់មានខ្មាស់គេអីតិចសោះហ្មងហើយមើលឡើងកពីកពីក្នុងកម្មវិធីធំដុំផងរលែកមកមើលតួឯកប្រុសស្រីយើងវិញពួកគេនឹងបានអាម៉ាហៅទៅជួបលក្ខណៈឯកជនដោយពេលនោះអាម៉ាបាននិយាយថាគាត់ស្គាល់ Rachel ត្រឹមតែរយៈពេលខ្លីទេតែគាត់ដឹងថា Rachel ជានារីវ័យឆ្លាតតែនាងក៏នៅតែមិនស័ក្តិសមជាមួយនឹងចៅប្រុសគាត់ដោយសារមហិច្ឆតារបស់នាងមិនចឹងហាម៉ាក់នេះនឹងទូពិតហ្មងហើយម៉ាក់នេះនឹងក៏បានបន្តពីអាម៉ាថាគាត់បានជួក្រុមហ៊ុនស៊ើបអង្កេតនឹងឲ្យទៅស៊ើបមើលប្រវត្តិគ្រួសាររបស់ Rachel ឲ្យច្បាស់តាមពិតប៉ា Rachel មិនទាន់ស្លាប់នោះទេហើយម៉ាក់ Rachel វិញគឺជាស្រីមិនល្អបានការត្រឹមត្រូវដែរតែបែរទៅជាមានកូនជាមួយប្រុសផ្សេងអញ្ចឹងបានរត់ទៅនៅអាមេរិកនឹងឯងត្រកូលមិនល្អអញ្ចឹងមិនស័ក្តិសមធ្វើជាកូនប្រសាររបស់គាត់ទេនេះក៏ដូចជា Rachel នឹងបានខឹងពួកគេជាខ្លាំងនៅនឹងមកមើងងាយតកូល Rachel ក៏បានរត់ចេញទៅក្រៅកម្មវិធីតែម្ដងហើយនេះទោះបីជាអាម៉ាខំហាមបន្ថាមិនឲ្យទៅតាមតែគាត់ក៏ទៅដែរមិនខ្វល់ក៏រត់ដេញតាមសង្សារខ្លួនតែតាមមិនទាន់មិនដឹងថារត់ទៅដល់ណានោះទេ Rachel ហ្នឹងក៏បានទៅពួនសង្ងំលាក់ខ្លួនពួនអាត្មានៅក្នុងផ្ទះរបស់មិត្តភក្តិនាងគិតតែពីគេងញ៉ាំក៏មិនញ៉ាំអីក៏មិនអីគេទេមកហ្នឹងផ្ងាសាមកហ្នឹងក៏នាងមិនខ្វល់ដែរឈឺចាប់ហ្មងអាហ្នឹងគេហៅថាឈឺចាប់លំដាប់ VIP រហូតដល់ពេលមួយដែលម៉ាក់របស់នាងមករកនាងហ្នឹងទើបនាងព្រមញ៉ាំអាហារតែក៏មិនច្រើនដែរហើយក៏បានសួរម្ដាយខ្លួនតែម្ដងថាមិនមិនដែរនិយាយពីរឿងប៉ាប្រាប់នាងសោះអញ្ចឹងគាត់មិនដែលនិយាយប្រាប់ហ្នឹងព្រោះជាអតីតកាលដ៏ឈឺចាប់ប្តីរបស់គាត់ហ្នឹងមិនមែនជាមនុស្សប្រុសល្អនោះទេធ្វើបាបគាត់ខ្លាំងណាស់ហើយមានពេលមួយនោះបាត់ភ័ក្រកាលនៅរៀនម្នាក់បានមកជួយគាត់ច្រើនមែនតែនតែប្តីគាត់ហ្នឹងបានធ្វើបាបគាត់យូរទៅហ្នឹងពួកគេក៏បានលងស្រឡាញ់គ្នារហូតដល់មានប្តីពោះគឺជាកូនឯងហ្នឹងអត់មានរឿងអញ្ចឹងគាត់ខ្លាចប្តីដឹងហើយសម្រាប់ពួកគាត់ទាំងពីរចោលអញ្ចឹងបានគាត់មករស់នៅសហរដ្ឋអាមេរិកនឹងឯងតែពួកគាត់ហ្នឹងមិនបានរស់នៅជាមួយគ្នាទៀតនោះទេខ្លាចប្តីរបស់គាត់ហ្នឹងតាមមកសម្រាប់គាត់ដល់អាមេរិកអញ្ចឹងបានគាត់មិនម៉ៃដល់សប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងទៅហើយគាត់ហ្នឹងគឺនៅតែនឹកស្រឡាញ់ប៉ារបស់ Rachel ណាស់នឹករាល់ថ្ងៃតែម្ដងគ្រាន់តែមិនដែលប្រាប់កូនឲ្យដឹងគាត់បានប្រាប់ Rachel ទៀតថាគាត់មកទីនេះគឺដោយសារមានជំនួយពី Nick គាត់ថាកូនគួរតែទៅជួប Nick បន្តិចទៅមុននឹងត្រឡប់ទៅវិញពេលនោះបងប្អូនរបស់ Pegline បានលួច record វីដេអូពីអ្នកម៉ែកូននិយាយគ្នារួមទាំងថតរូបទៀតដល់ឃើញអញ្ចឹងពួកគេឡើងអស់សំណើចហ្មងគួរតែយល់ហើយថាវីដេអូហ្នឹងច្បាស់ជាបានបង្ហោះទៅពេញ social media ចែកចាយពេញហ្នឹងទៀតជាមិនខានលុះដល់ស្អែកឡើង Rachel ក៏បានទៅជួប Nick ហើយ Nick បានសុំទោសនាងគ្រប់យ៉ាងរួចក៏បង្ហាញចិញ្ចៀនសុំ Rachel រៀបការតែម្ដងដោយចាប់ផ្ដើមជីវិតថ្មីជាមួយគ្នានៅអាមេរិកមិនថាគេមិនថាខ្ញុំទេប្រកាសជារំភើបហើយមែនអត់ចប់ឈុតនេះRachel ក៏បានណាត់ជួបម៉ាក់របស់ Nick ជាលើកចុងក្រោយនៅកន្លែងលេងល្បែងស្របច្បាប់មួយកន្លែងដោយពីរអ្នកផ្សេងទៀតអង្គុយជាមួយពួកគេគឺកោហើយនឹងថ្លង់ទៀត
chẳng mình bạch bà rõm ấy tê, bộ kế ai nì dây khnia ban đau xì rây. Bộ kế lên ạ BSAK rồi bỏ chân nắng. Hai con nì dây khnia bằng đà, đài đà chát nì dây tha. Niềng đăng tha tam bớt á, nẹ sấy mình cho chất nhom tăng bị khơi nhom nằm bông mà lẽ. Mình chẳng, mạ rồi bỏ nít có chlai tha. Đây xa tà niếng mình mẹn chỉ pui xa tà môi chỉ mũi con. Còn tà kê con cát sáng có bà can đá gì bẹn nì. Qua tha đà chát mình mẹn chiều vậy để con qua trơ ca tê. Ra chát có tọp tha, ních tầm xong nhom điệp ca nâng. Hai con nì dây tha nâng đa chênh bị kru xa lục sấy đằng bây lọ thằng son khang. Tại con bà đóm ấy, nhóm nâng thua ai quạt o sẵn khâm. Hai ra chát đưa đong mình to tiết tha. Bà nịch chê rơ dọc nhóm. Kế nâng bắt bong kru xa rồi bỏ kê. Tái bà kê chê rơ dọc kru xa rồi bỏ kê. Kế nâng khăn lục sấy ở môi chỉ vất. Nhóm kruan tại trong prap lục sấy tha. Nhóm sả lạnh nịch khăn na. Hai nhóm sốc chất cho chanh. Tai ní mình mẹn miền đây tha, nhóm khai đưa nhóm mình cột cron ấy tê. Tai nhóm mình cho ai nick bắt bong mạ rồi bỏ kê tê. Nhóm ai nè sấy nghe từ cho, rồi có bàn to chỉ trong còi tha. Bởi ngày na môi nick ban điệp ca chỉ môi nằm mình sấy để miền sầm náng. Nô ha cứ một bị nhóm từng o, chia nè ri, một pi từ cô cruza cây cro. Để thông láng đây mà đai mềm mại chỉ nè chỉnh châm, cứ chỉ chôn ăn tao pro ve. Nhị dây đuổi hái nhưng có ban đai tranh tờ để miếng mà đai niếng nơi chăm rồi chỉ sành. Xong bằng hai pi chỉ vật đã chơi chạp rồi bỏ Astrid bằng tay. Cứ bộ kế ban lên lạc ni ai. Hai niếng ban prap đây niếng tha. Niếng á mình cô na chụp thưa ca tê. Propen nốt niếng khai tha đây rồi bỏ niếng á mình miên pha so cặp hiệp để miên propon cứ chỉ nè miên chiên luôn. Hái nơi thưa ca tiên. Pon té. Trời cha mà chấp bát na lục ở đấy. Ní cứ một pi lục ở đây án chia mình nó cũng xạ không miên ban ca lục ở đây án chỉ nè bỏ bong cho nhom hay nằng côn tụ bây chỉ nhom á không prang cai prai sanh này phép dạng mấy á co chỉ đặt lô á nơi tại giảm chăng nằng ai ở chọc chọc chăng ta street ơi bờ kia mình là on nu cùng áo chui chạm vui chừng ní đó tháng ngày để ra chơi trở lặp tới Americ về hơi ai mà đài nít có ban từ chuột nít đài tai kế mình ban prap dương tha bộ kế ban săn tần địa khnia vậy khăn nụ tê ra chat có ban lang từ lời yun ho chỉ môi năng mà đai được bò niềng pe nút sắp tại nick ban lang yun ho một đái mà đai ra chat đuổi đằng rương cốt có thưa chia từ rọc phôi mà tụ tận đọc ấy chăng vậy tới hai tần nick con sẽ thấy nó tam rọc sẵn sàng luôn một đa lời yun ho chân mỏng tai yun ho nâng ở toàn tranh đồng na tê Nick ban điệp rô prap ra chơiอย่างច្រើនថាគេមានគម្រោងចង់សុំនាងរៀបការនៅកន្លែងមួយដែលគេធ្លាប់តែចូលចិត្តទៅតាំងពីគេនៅតូចៗចុះហើយពេលដែលព្រះអាទិត្យរៀបលិចគេនឹងលុតជង្គង់សុំនាងរៀបការនៅទីនោះតែម្ដងរាឆាលពេលដែលឮពាក្យទាំងនោះហើយនាងមានអារម្មណ៍ថារំភើបមែនទែនទោះបីជាលើកមុនធ្លាប់បានបដិសេធគេម្ដងរួចហើយក៏ដោយសំខាន់ណាមើលយាយមួយនៅក្រៅខ្នងរាឆាលគាត់ឈោស្ដាប់នឹងជក់ចិត្តđôi mẹn trong che trong đang hưởng kê tai đôi nị năng á còn pong ta này về chừng với quạt chẳng quạt cho đáp đang tận nón món á hơi Elanis than ập hiệp bằng com hơi nít có ban plong một cho vì một Rachel hai có ban bao chỉnh chiên xôm niên riệp ca tại mà đón song khán á cứ chia chỉnh chiên vung trà cô để chăm cruza quạt tiền cứ chia chỉnh chiên được bom mạng nị chạm ót ca khơi vẹt từ vốn ngó chắc man đây tha mạ được bom nị á prom từ tua square Rachel hơi rùm phớp chặt tạch ấy tai dây nơi khỏi non nắng rùm phớp trên Rachel tiền nói yes nô Rachel tiền phong bé ơi Rachel á có ban vô prom tặng ở đây rùm phớp khăng mong khăng mền ten hai nick có ban xong ai Rachel nơi sẵn hạn bờ đây ní mùi dục tiệt từ để chné về dục láng có miên bị thi mua dạng thông đông sầm rạp Rachel tại mặt đòn bộ kê tặng ở khné từ tua squat ha Rachel nâng khai chỉ con prasa nơi khung trò cô sẽ thay đại miên trop sầm mát stock đam mùi ni pe nô niên có ban ốt chỉnh chiên tiệt phong bà admin với nhá có admin thường chẳng đai mười chiên kê phongสบายจังอ่ะก็มันเพลกปีอัสตรีดได้ทว่าแต่เบอร์แต่เปนี้เนียงชีสตรีใหม่ๆใต้เนียงเมียนจุ่มแหนดังเมียนเตียงสมรรถเพียบเมียนเตียงตรบสมบัติเตียนเปนุก็เมียนบรอมาเนี่ยโดยเรียงจับอารมณ์เลยอัสตรีดเมื่อตายปนังก็ดังทาอัสตรีด้านหนึ่งเมียนก็ได้สกโดยบองปลอดบอกล้วนจังหายเรื่องหมึกแซนี้ก็บ้านหมดดาวตีบังจับไปเนี่ยต่างออกนี่อย่างไม่ได้เมียนอารมณ์อย่างน่ามันตัวปิดตัวสนักแซเรื่องมวยนี้หายใหญ่จังก็สมออกคนท่อมแต่ดาลอมแค่แต่บ้านโจรวมจีบเงียบเกตยัวมองในเยเรื่องรวมคนี้จีมวยขย่อมไอแฟนมันสดามออกคนจราหายก็ออกคนเนี่ยต่างออกนี่เหมือนแต่ในบ้านความตรอแอดมินน่ะกลุ่มเพลย์ช่วย subscribe แอดมินพ่องหายบ่โจจัดวิดีโอมวยนี้กลุ่มเพลย์ช่วยไลค์ช่วยแชร์แอดมินในบ้านจรานพ่องหน้าออกคนจราจุกเนี่ยในวิดีโอกราวบ๊ายบาย